ចំនួន2នាក់កំពុងបន្តធ្វើការងារជាមួយអាជ្ញាធរភាគីថៃនៅក្នុងរឿងពលរដ្ឋខ្មែរចំនួន33នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងខែសីហាកន្លងទៅនេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកម្ពុជានៅថ្ងៃប្រហ័សទី4កញ្ញានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកគុយគួងបានឲ្យដឹងថាមេធាវីទាំងពីរគឺជាមេធាវីមកពីក្រុមអង្គការឯករាជ្យដែលមានមូលដ្ឋាននៅក្នុងទឹកដីថៃហើយជាក្រុមមេធាវីដែលអគ្គកុងស៊ុលកម្ពុជាធ្លាប់ពឹងពាក់និងមានទំនាក់ទំនងល្អកន្លងមកសូមបញ្ជាក់ជូនថាពលរដ្ឋខ្មែរចំនួន33នាក់ដែលសុទ្ធតែជាបុរសត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី27សីហានៅក្នុងខេត្តស្រះកែបប្រទេសថៃបន្ទាប់ពីពួកគេដែលនៅក្នុងដៃមានកាន់កាំបិតឈើនិងរណារយន្តកំពុងកាប់ឈើនៅក្នុងតំបន់អភិរក្សព្រៃឈើថៃដែលបានចាប់ប្រកាន់ពលរដ្ឋខ្មែរទាំងនោះពីបទកាប់ឈើខុសច្បាប់និងឆ្លងចូលទឹកដីថៃខុសច្បាប់ត្រង់ចំណុចនេះលោកគុយគួងបានសង្កត់ធ្ងន់ថាកម្ពុជានឹងគោរពតាមការសម្រេចរបស់ភាគីថៃហើយថានឹងមិនមានការសម្របសម្រួលអ្វីនោះទេព្រោះករណីនេះមិនថាជនជាតិណានោះទេដែលប្រព្រឹត្តនៅក្នុងទឹកដីថៃត្រូវតែមានទោសបើទោះបីជាជនជាតិថៃខ្លួនឯងក៏ដោយគួរកត់សម្គាល់ថានេះជាករណីលើកទី1ហើយចំពោះការកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃដែលត្រូវបានប្រទេសជិតខាងមួយនេះប្រើប្រាស់យន្តការផ្លូវតុលាការតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជិតខាងទាំងពីរហើយនេះគឺខុសស្រឡះទៅនឹងហេតុការណ៍កន្លងមកដែលអាជ្ញាធរថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរដោយខុសច្បាប់ដែលបានបណ្ដាលឲ្យស្លាប់និងរងរបួសជាញឹកញយអ្នកវិភាគបញ្ហាសង្គមនិងការអភិវឌ្ឍលោកបណ្ឌិតកែមលីបានសង្កត់ធ្ងន់ចំពោះភាពក្រីក្រនៅប្រទេសកម្ពុជានិងភាពធូររលុងនៃកិច្ចការពីព្រំដែនរបស់អាជ្ញាធររួមទាំងតម្រូវការខ្ពស់នៃឈើប្រណិតគឺជាមូលដ្ឋានដែលបណ្ដាលឲ្យពលរដ្ឋខ្មែរនៅបន្តចូលកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃជាបន្តទៀតដូច្នេះលោកបណ្ឌិតបានស្នើឲ្យរដ្ឋាភិបាលពង្រឹងអភិបាលកិច្ចល្អរបស់ខ្លួនលោកគុយគួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអាងថាភាគីកម្ពុជាកំពុងធ្វើការដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរបើទោះបីជាមិនទាន់ដឹងកាលបរិច្ឆេទនៃការឡើងសវនាការក៏ដោយមេធាវីឯករាជ្យចំនួន2នាក់កំពុងបន្តធ្វើការងារជាមួយអាជ្ញាធរភាគីថៃនៅក្នុងរឿងពលរដ្ឋខ្មែរចំនួន33នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងខែសីហាកន្លងទៅនេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកម្ពុជានៅថ្ងៃប្រហ័សទី4កញ្ញានេះអ្នកនាំពាក្យក្រសួង